ក្រុមសារមូលេនៅថ្ងៃនេះកូនៗនៅផ្អាប់ឡើងទាំងឡាយអ្នកគួរតែមានសេចក្តីរីករាយដែលជីវ៉ាអ្នកដែលគ្រប់គ្នាថ្វាយបង្គំលោកបានក្លាយជាឪពុករបស់ពួកយើងហើយដែលពួកយើងឥឡូវអង្គុយនៅចំពោះមុខគាត់ដោយផ្ទាល់នេះជាខ្លឹមសារសម្រាប់ថ្ងៃនេះអ្នកគួរតែមានសេចក្តីរីករាយដែលជីវ៉ាអ្នកដែលគ្រប់គ្នាគ្រប់ថ្វាយបង្គំគ្រប់បូជាគឺជាឪពុករបស់ពួកយើងហើយដែលពួកយើងឥឡូវនៅចំពោះមុខគាត់ដោយផ្ទាល់ប្រស្នាសម្រាប់ថ្ងៃនេះហេតុអ្វីបានជាមនុស្សសូមឲ្យព្រះអភ័យទោសតើពួកគេពិតជាទទួលបាននូវការអភ័យទោសមែនឬហេតុអីបានមនុស្សសូមឲ្យព្រះអភ័យទោសចំពោះបាបរបស់គេតើពិតជាទទួលបាននូវការអភ័យទោសមែនឬពិតចម្លើយមនុស្សជឿថាព្រះគឺនឹងដាក់ទណ្ឌកម្មពួកគេតាមរយៈតារាមរាជតារាមរាជគឺជាចៅក្រមកំពូលសម្រាប់កាត់ទោសចំពោះបាបដែលពួកគេបានប្រព្រឹត្តចឹងមនុស្សជឿថាព្រះនឹងដាក់ទណ្ឌកម្មពួកគេតាមរយៈតារាមរាជបើមកខ្យល់តារាមរាជនឹងគឺជាចៅក្រមកំពូលដែលដាក់ទោសចំពោះអំពើបាបដែលពួកគេបានប្រព្រឹត្តនេះគឺជាមូលហេតុដែលពួកគេសុំនឹងការអភ័យទោសពីព្រះប៉ុន្តែពួកគេត្រូវតែទទួលរងនៅកម្មចំពោះបាបរបស់ពួកគេយើងហៅបាបកម្មណាគឺពួកគេត្រូវតែទទួលរងនៅវេទនាចំពោះសេចក្តីទុក្ខវេទនាចំពោះបាបរបស់ពួកគេនៅក្នុងរូបភាពជាការទទួលរងវេទនានៃកម្មចឹងកម្មដែលយើងប្រព្រឹត្តអត់មានបត្តនាទេគឺយើងទទួលរងនៅវេទនានៃកម្មរបស់ខ្លួនឯងហើយមិនមែនព្រះជាអ្នកដាក់ទោសអ្នកធ្វើខុសឬក៏អ្នកមានបាបនោះឡើយគឺម្នាក់នៅក្រោមឥទ្ធិពលនៃនៅក្រោមច្បាប់នៃកម្មផលរបស់ខ្លួនរៀងខ្លួនព្រះមិនបានឲ្យថ្នាំណាមួយដល់ពួកគេឡើយពួកគេត្រូវតែទទួលរងនៅទណ្ឌកម្មនៅក្នុងគុកនៃផ្ទៃពោះចឹងកម្មដំបូងគឺយើងទទួលរងនៅពេលនៅក្នុងផ្ទៃពោះរបស់ម្ដាយជាប់គុក90ថ្ងៃណាជាប់គុក9ខែនៅក្នុងផ្ទៃពោះនៅក្នុងផ្ទៃពោះពួកគេមាននៅការនិមិត្តឃើញអំពីអ្វីដែលពួកគេបានប្រព្រឹត្តកន្លងមកពីព្រោះអ្នកមិនប្រតិបត្តិតាមដំបូន្មានរបស់ព្រះនេះគឺជាទណ្ឌកម្មសម្រាប់ការមិនប្រព្រឹត្តតាមសម្រាប់បាបដែលខ្លួនឯងធ្វើចម្រៀងសម្រាប់ថ្ងៃនេះអ្នកបានខាតពេលយប់ក្នុងការគេងខាតពេលថ្ងៃក្នុងការញ៉ាំយើងថាភាសាអ្នកស្រុកតាដេស៊ីអូមឆន្ទីនរណាដែលនិយាយដូចនេះលោកឪពុកនៃពលឹងវិញ្ញាណបាននិយាយដូចនេះគាត់គឺជាឪពុកដែលខ្ពង់ខ្ពស់បំផុតលើគេគាត់គឺខ្ពស់ជាងមនុស្សទាំងអស់ហើយក៏ខ្ពស់ជាងអាត្មានគ្រប់រូបដែរមាននៅអាត្មាននៅក្នុងខ្លួនរបស់ម្នាក់អ្នកទទួលបាននៅរាងកាយដើម្បីសម្ដែងតួរបស់អ្នកអាចឥឡូវឃើញថាតើមានការគោរពច្រើនប៉ុណ្ណាចំពោះ
រាងកាយរបស់បុព្វជិតទាំងឡាយឡាក់និងឡាក់ចឹងអាត្មាគឺស្ថិតនៅក្នុងខ្លួនរបស់ម្នាក់ម្នាក់ហើយអ្នកទទួលបាននៅរាងកាយដើម្បីអាចសម្ដែងតួរបស់ខ្លួននៅលើឆាកល្ខោននៃជីវិតណាអ្នកឥឡូវអាចមើលឃើញហើយថារាងកាយអឺដូចអាត្មាដែលដើរតួជាបុព្វជិតណាឡាក់នឹងឡាក់គឺទទួលបាននូវការគោរពច្រើនណាស់មនុស្សសរសើរគ្រូរបស់ពួកគេគ្រូអាចារ្យពួកគេខ្លាំងណាស់ចឹងគ្រូផ្កែមួយចំនួននោះល្បីហើយគេគោរពបូជាដោយព្រះអញ្ចឹងលោកពុកអត់ព្រំដែនគឺអរូបមើលមិនឃើញអ្នកជាកូនយល់ហើយថាជីវបាបាគឺជាអ្នកដែលខ្ពស់បំផុតលើគេគ្មាននរណាម្នាក់ខ្ពស់ជាងគាត់ទៀតទេតារាមរាជគឺនៅជាមួយគាត់នេះគឺជាមូលហេតុដែលមនុស្សនៅលើវិថីនៃការគោរពបូជាសុំនូវការអភ័យអោព្រះអើយអភ័យទោសដល់ខ្ញុំផងនេះគេស្រេចគេនិយាយអញ្ចឹងនៅចំពោះមុខព្រះប៉ុន្តែតើព្រះអាចធ្វើអ្វីបានខ្លះនៅទីនេះរដ្ឋាភិបាលនឹងចាប់នរណាម្នាក់ដាក់គុកដែលរំរាជនោះគឺនឹងដាក់ទណ្ឌកម្មអ្នកឲ្យនៅក្នុងគុកនៃផ្ទៃពោះអញ្ចឹងបើនៅក្នុងលោកីបើរឿងលោកីគឺអ្នកដែលជាប់គុកគឺជាប់ទ្រង់តាមច្បាប់ប្រទេសគេដាក់គុកវាជាប់ទ្រង់ដល់ពេលរឿងអលោកីនេះបែបអលោកីគឺអាត្មាជាប់ទ្រង់ជាប់គុកនោះគឺនៅក្នុងផ្ទៃពោះហ្នឹងឯងផលនៃកម្មនៃទង្វើដែលបានប្រព្រឹត្តត្រូវតែទទួលរងនូវវេទនាដែលនេះត្រូវបានគេហៅថាវេទនានៃកម្មចឹងបានមូលីលោកថានៅដែលយើងយល់ពីច្បាប់នៃកម្មផលនឹងហើយទៅបានលោកអប់រំថាកុំឲ្យបង្កនៅសេចក្តីទុក្ខដល់ណាម្នាក់ចឹងវាត្រឡប់មកវិញនឹងឯងវាមានទៅណាវាត្រឡប់មករកយើងវិញក្នុងរូបភាពជាវេទនានៃកម្មអ្នកឥឡូវដឹងហើយថានរណាដែលរងនៅសេចក្តីវេទនាចំពោះកម្មរបស់ពួកគេហើយមានអ្វីកើតឡើងខ្លះមនុស្សនិយាយថាអោព្រះអើយអភ័យទោសដល់ខ្ញុំផងសូមឲ្យកំចាត់នៅសេចក្តីឈឺចាប់និងសេចក្តីទុក្ខរបស់ខ្ញុំហើយផ្ដល់នៅឲ្យខ្ញុំនៅសេចក្តីសុខតើព្រះអាចផ្ដល់ថ្នាំឲ្យអ្នកបានដែរឬទេគាត់មិនអាចធ្វើអ្វីមួយបានឡើយដូច្នេះហើយហេតុអីបានជាពួកគេសុំព្រះសម្រាប់រឿងនោះព្រះអត់អាចធ្វើអីបានទេពីព្រោះតារាមរាជគឺក៏នៅជាមួយនឹងព្រះដែរនៅពេលដែលអ្នកធ្វើអ្វីមួយខុសគឺប្រកាសជានឹងត្រូវរងនៅវេទនាសម្រាប់ទង្វើនោះសម្រាប់កំហុសនោះទណ្ឌកម្មគឺទទួលរងនៅក្នុងគុកនៃផ្ទៃពោះការនិមិត្តឃើញទាំងឡាយគឺនឹងកើតមានឡើងហើយយើងនិមិត្តឃើញគ្រប់យ៉ាងដែលបានប្រព្រឹត្តកន្លងមកចំណុចអ្នកទោសជាប់គុកគឺជាវេលាដែលឆ្លុះបញ្ចាំងពីទោសកំហុសរបស់ខ្លួនហើយចឹងអាត្មានៅក្នុងផ្ទៃពោះហ្នឹងគឺរឿងរ៉ាវទាំងឡាយទង្វើទាំងឡាយដែលបានប្រព្រឹត្តហ្នឹងវានឹងតែនៅលើកញ្ចក់ចិត្តហ្នឹងឯងឃើញទាំងអស់ធ្វើអីខ្លះចឹងតនកម្មឬក៏ពិន័យហ្នឹងណាมันมันត្រូវมันនឹងមិនទទួលរងដោយដំបូងបង្ហាញឲ្យអ្នកឃើញការរូបភាពនៅអ្វីដែលអ្នកប្រព្រឹត្តជាមុនសិនគេឲ្យឃើញមុនសិនថាបានធ្វើអីខ្លះ
មកគេដាក់ទោសចឹងអត់មានថ្នាំអីលាក់នឹងលាក់នៅអាចព្យាបាលបាននៅក្នុងគុកនៃផ្ទៃពោះទេទណ្ឌកម្មគឺត្រូវទទួលរងនៅទីនោះឯងក្នុងគុកនៃផ្ទៃពោះនៅពេលដែលអាត្មាទទួលរងនៅពេលដែលមនុស្សទទួលរងនៅសេចក្តីទុក្ខពួកគេនិយាយថាព្រះអើយសូមឲ្យអ្នករំដោះខ្ញុំចេញពីគុកនេះតើនៅចំពោះមុខនរណាដែលអ្នកជាកូនឥឡូវកំពុងតែស្ថិតនៅលោកឪពុកគឺជាអ្នកដែលខ្ពង់ខ្ពស់បំផុតលើគេប៉ុន្តែគាត់អរូបមើលមិនឃើញតើរាងកាយរបស់អ្នកដទៃគ្រប់គ្នាឯទៀតគឺសុទ្ធតែមើលឃើញខណៈពេលដែលនៅទីនេះ Shiv Baba លោកមិនមានរាងកាយដៃជើងជារបស់គាត់ទេគាត់នឹងគាត់នឹងទៅតើគាត់នឹងទទួលយកផ្កាដែលសាវកបូជាថ្វាយនឹងដោយរបៀបណាបើសិនបើគាត់ចង់គាត់គឺនឹងត្រូវតែទទួលពួកវាយកមកតាមរយៈដៃរបស់នរណាម្នាក់តែសារគាត់អរូបចឹងបើគាត់ចង់បានអ្វីដែលគេថ្វាយដល់គាត់ហ្នឹងគាត់ត្រូវប្រើរាងកាយរបស់នរណាម្នាក់ប៉ុន្តែគាត់មិនបានទទួលអ្វីមួយពីនរណាម្នាក់ឡើយដូចដែលសង្កាចរិយានិយាយថាគ្មាននរណាម្នាក់អាចប៉ះគាត់ឡើយគ្មាននរណាម្នាក់គូប៉ះគាត់ឡើយហើយដូច្នេះលោកឪពុកក៏និយាយដែរថាអញ្ចឹងសង្កាចរិយាហ្នឹងគឺល្បីជាស្ថាបនិកនៃសាសនាមួយនៅប្រទេសឥណ្ឌាដែលល្បីខ្លាំងណាស់ចឹងដោយសារលោកបរិសុទ្ធហ្នឹងគេមិនឲ្យប៉ះទេចឹងប្រពៃណីទំនៀមទម្លាប់ហ្នឹងក៏អឺមិនដឹងថាសង្កាចរិយាហ្នឹងសំដៅទៅលើព្រះពុទ្ធឬអត់ទេតួអង្គណាប៉ុន្តែជួនកាលភាសាយើងហៅព្រះពុទ្ធប៉ុន្តែនៅនេះគេហៅសង្កាចរិយាមិនដឹងប៉ុន្តែប្រពៃណីហ្នឹងក៏មាននៅក្នុងនៅនៅយើងដែរគឺគេហាមមិនឲ្យប៉ះព្រះសង្ឃទេប៉ុន្តែយើងទៅសម្រាប់បុព្វជិតជាស្ត្រីបងសូមចែកម្លែកមួយជាស្ត្រីយេ2 អាទិត្យឬ 3 អាទិត្យមុននេះមានសាច់ញាតិគេទៅលេងបងហើយគេសុំគេប៉ះសក់បងសេកហ្មងអូកុំប៉ះសក់កុំប៉ះអត់ឲ្យប៉ះអូយបងស្រីណាមិនមែនប្រុសឯណាមកប៉ះសក់បងអត់ឲ្យប៉ះទេហើយគ្មានពីណាអាចប៉ះក្បាលបងទេអត់ឲ្យប៉ះហ្មងអត់ឲ្យប៉ះបើបងមិនចាប់ដៃគេគឺគ្មានណាគេមកប៉ះបងបានមែនណាអត់ឲ្យប៉ះហ្មងដោយរបៀបថាមិនមែនថារអើមទេប៉ុន្តែអត់ស័ក្តិសមនឹងប៉ះបងអត់ឲ្យប៉ះហ្មងអត់ដឹងម៉េចនៅពេលដែលបរិសុទ្ធទៅគឺពេលដែលមិនបរិសុទ្ធហ្នឹងគឺអាចបានទេមិនអាចចូលចិត្តទេពាក់ចូលគ្នាចឹងសង្ឃាចរិយានឹងលោកបរិសុទ្ធខ្លាំងណាស់ហើយគេគោរពបូជាសាវកបូជាឬក៏បរិវារច្រើនហើយគេហាមមិនឲ្យប៉ះគាត់ទេដូចគ្នាដែរលោកឪពុកនិយាយថាតើខ្ញុំអាចយកអ្វីមួយពីអ្នកទាំងឡាយដែលមិនបរិសុទ្ធបានដោយរបៀបណាខ្ញុំមិនត្រូវការផ្កាលាក់នឹងលាក់ឡើយនៅលើវិថីនៃការគ្រប់បូជានៅព្រះវិហារទៅសំណាតឡើងដាក់គេសង់ឡើងហើយថ្វាយផ្កានៅក្នុងព្រះវិហារគេយកផ្កាថ្វាយព្រះប៉ុន្តែគាត់អត់មានរូបអត់មានកាយអញ្ចឹងទទួលយកអាម៉េចបានប៉ុន្តែខ្ញុំមិនមានរូបកាយជារបស់ខ្ញុំទេអញ្ចឹងហើយតើនរណាម្នាក់អាចប៉ះអាត្មាបានដោយរបៀបណាអញ្ចឹងគាត់ជាអាត្មាណាអញ្ចឹងធ្វើមកយើងទៅប៉ះបានប៉ះបានទេដោយសារព្រះជាអាត្មារូបប៉ះបាន
ដល់ពេលសង្កាចារ្យាលោកគេចាត់ទុកលោកស្មានព្រះឬចាត់ទុកជាព្រះអញ្ចឹងគេថាមិនឲ្យប៉ះចឹងនឹងនៅក្នុងការគោរពបូជានៅក្នុងចំណេះវិជ្ជាយើងជួលពាក្យថាមិនអាចប៉ះបានហ្នឹងគឺមានន័យថាដោយសារគាត់ជាអាត្មាមើលមិនឃើញគ្មានរូបកាយយើងប៉ះមិនបានទេគាត់និយាយថាតើខ្ញុំអាចទទួលយកផ្កាពីអ្នកដែលមិនបរិសុទ្ធពីមនុស្សមិនបរិសុទ្ធបានដោយរបៀបណាគ្មាននរណាម្នាក់អាចសូម្បីតែប៉ះគាត់ផងអ្នកទាំងឡាយដែលមិនបរិសុទ្ធគឺមិនអនុញ្ញាតឲ្យប៉ះគាត់ទេសប្តាហ៍ថ្ងៃនេះពួកគេអាចនិយាយថាបាថ្ងៃស្អែកពួកគេនឹងក្លាយជាថ្ងៃនេះគេនិយាយថាបាហើយថ្ងៃស្អែកគេក្លាយជាអ្នកនៅខាងបិសាចនៅឯនរកទៅវិញមានតែថ្ងៃនេះនៅជាមួយព្រះថ្ងៃស្អែកទៅនៅជាមួយបិសាចបាលោកនឹងមិនទាំងមើលទៅកាន់អ្នកបែបនោះផងលោកឪពុកនិយាយថាខ្ញុំគឺជាអ្នកដែលខ្ពង់ខ្ពស់បំផុតលើគេយោងទៅតាមត្រាមានេះខ្ញុំក៏ត្រូវតែលើកស្ទួយនៅបុព្វជិតទាំងឡាយផងដែរគ្មាននរណាម្នាក់ដឹងស្គាល់ខ្ញុំតតែសោះមនុស្សគ្រប់បូជាជីវ៉ាប៉ុន្តែពួកគេមិនដឹងទេថាគាត់គឺជាព្រះនៃគម្ពីរគីតាហើយដែលគាត់មកទីនេះដើម្បីផ្ដល់នូវចំណេះវិជ្ជានេះដល់ពួកយើងឈ្មោះរបស់ Sri Krishna ត្រូវបានគេបញ្ចូលទៅក្នុងគម្ពីរគីតាប្រសិនបើ Sri Krishna មានចំណេះវិជ្ជាហ្នឹងតើ Shiva គួរតែធ្វើអ្វីតើ Shiva អាចនឹងធ្វើអីគេខ្លះដូច្នេះអ្នកមនុស្សខ្លះគិតថាគាត់មិនដែលមកតតែសោះអូប៉ុន្តែអ្នកមិនបានហៅឲ្យ Sri Krishna អ្នកមិនបានហៅ Sri Krishna ថាជាអ្នកបន្សុទ្ធទេខ្ញុំត្រូវបានគេហៅថាជាអ្នកបន្សុទ្ធជីវ៉ាណាត្រូវបានគេហៅថាជាអ្នកបន្សុទ្ធហើយមានតែប្រមាណអ្នកក្នុងចំណោមអ្នកប៉ុណ្ណោះដែលអាចមានការគោរពច្រើនបែបនេះគាត់រមែងសាមញ្ញគាត់គាត់រមែងសាមញ្ញយ៉ាងខ្លាំងហើយបញ្ចូលថាខ្ញុំជាឪពុករបស់បុព្វជិតទាំងអស់ឡើងគាត់ជាឪពុករបស់គ្រប់គ្នាមិនថាជាប្រសក់ជាបុព្វជិតទេខ្ញុំក៏ជាឪពុករបស់អាត្មាម្នាក់សូម្បីសង្ឃាចរិយាលក្ខណៈក៏ជាកូនរបស់ខ្ញុំដែរត្រូវហើយលោកឪពុករបស់រូបកាយរបស់ពួកគេគឺលោកឪពុកលោកីជាយើងមានឪពុកពីរឪពុកលោកីជាអ្នកបង្កើតរាងកាយឪពុកអលោកីឪពុកខាងព្រលឹងវិញ្ញាណយើងហៅថាព្រលឹងឬក៏អាត្មាណាខ្ញុំគឺជាឪពុករបស់អាត្មាគ្រប់រូបគ្រប់គ្នាថ្វាយបង្គំខ្ញុំឥឡូវស្ថិតនៅទីនេះដោយផ្ទាល់ចំពោះមុខអ្នកប៉ុន្តែមិនមែនទាំងអស់គ្នាយល់ទេថាវាគឺជាអ្នកដែលអង្គុយនៅចំពោះមុខនឹងមិនមែនទាំងអស់គ្នាយល់ពេកថានរណាដែលកំពុងអង្គុយចំពោះមុខអ្នកទេអាត្មាណាចឹងអាត្មាធ្លាប់ប្រើរាងកាយជាច្រើនកំណើតមកហើយដូច្នេះពួកគេមិនអាចចាំលោកឪពុកទេពួកគេបន្តមើលទៅឃើញតែរាងកាយប្រសិនបើពួកគេខ្លាចជាមនសិការនៃអាត្មាពួកគេនឹងអាចនឹកឃើញដល់លោកឪពុកពួកគេនឹងអាចនឹកឃើញថាលោកពួកគេនឹងអាចនឹកឃើញដល់លោកឪពុកនោះហើយប្រតិបត្តិតាមឈឺម៉ាត់របស់គាត់ចឹងថាយើងនៅក្នុងរាងកាយនឹងវាច្រើនកំណើតមកហើយ84កំណើតហើយ1000ឆ្នាំនៅក្នុងរាងកាយដល់ពេលអញ្ចឹងចាំស្គាល់ចាំជាប់តើ
ចាំឬស្គាល់តែរាងកាយមិនបានដឹងមិនបានស្គាល់ឬក៏ភ្លេចទាំងស្រុងទៅហើយអំពីអាត្មាបើយើងចាំឬនឹកឃើញដល់អាត្មាហ្នឹងគឺប្រកាសជានឹកឃើញនៅលោកនោះហើយប្រតិបត្តិតាមជំនឿរបស់គាត់លោកឪពុកនិយាយថាគ្រប់គ្នាកំពុងតែប្រឹងប្រែងដើម្បីស្គាល់ខ្ញុំមានតែអ្នកទាំងឡាយដែលคล้ายមកជាមនសិការនេះអាត្មាទាំងស្រុងទេនៅចុងក្រោយនោះទើបបានប្រឡងជាប់រាងកាយតូចសំទុះមនសិការនៃរាងកាយសំបីតែបន្តិចនៅសេសសល់ក្នុងខ្លួនអ្នកដទៃឯទៀតចឹងមានតែមួយចំនួនទេតែយើងថាអ្នកមានបុណ្យនោះណាមួយចំនួននឹងជាអ្នកមានបុណ្យនោះគឺមានប្រែថាអ្នកដែលគេបានคลายទៅជាមនសិការនេះអាត្មាទាំងស្រុងនៅវេលាចុងក្រោយអ្នកនឹងឯងនឹងប្រឡងជាប់នោះមានន័យថាឆ្លងបានទៅកាន់ក្រោយមកខាងទៀតគឺយុគមាសឬឋានសួគ៌ហើយចំណែកអ្នកដទៃឯទៀតនៅសេសសល់នោះគឺនៅមានមនសិការជារាងកាយតិចតួចនៅឡើយលោកឪពុកគឺអរូបអ្នកមិនអាចផ្ដល់អ្វីមួយផ្ដល់អ្វីនានាដល់គាត់ឡើយកូនស្រីណានាំគ្នាទៅព្រះវិហាររបស់ Shiva ដើម្បីបញ្យល់ត្រង់នេះយើងថ្វាយអីដល់ព្រះមកណោហ្នឹងគឺលោកឲ្យបានទទួលទេតែលោកអត់មានរូបគឺអ្នកជាកូនស្រីទាំងឡាយដែលណែនាំឲ្យគេស្គាល់ Shiva ប៉ុន្តែហើយគឺវាមានទាំងព្រំកុមារាព្រំកុមារីកុមារាក៏ដាច់ខាតត្រូវតែនាំគ្នាណែនាំឲ្យអ្នកដទៃស្គាល់ Shiva ផងដែរមិនតែកូនស្រីទេកូនប្រុសក៏ត្រូវមានតួនាទីចែករំលែកចំណេះវិជ្ជានេះដែរចឹងស្ត្រីជាមេដាទាំងឡាយហ្នឹងណាត្រូវបានគេលើកស្ទួយជាពិសេសពីព្រោះពួកគាត់បានធ្វើសេវាកម្មធំធេងណាស់ច្រើនជាងបុរសដូច្នេះហើយអ្នកជាកូនណាគួរតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើសេវាកម្មដោយតែអ្នកមានចំណាប់អារម្មណ៍ក្នុងការសិក្សាដទៃទៀតដូចនោះដែរតែការសិក្សាទាំងនោះគឺជាការសិក្សាបែបលោកីខណៈពេលដែលការសិក្សានេះគឺបែបព្រលឹងវិញ្ញាណដោយការសិក្សាការអប់រំលោកីអ្នកហើយនឹងការរៀនឬហាត់សមលក្ខណៈអ្នកទទួលបានអ្នកមិនទទួលបានអ្វីមួយនោះឡើយលោកសំដៅទៅលើសម្បត្តិ21កំណើតសម្បត្តិជាតិក្រោយចឹងការសិក្សាលោកីយើងរៀនអីក៏ដោយគឺយើងបានផលដែរតែសម្រាប់តែមួយកំណើតនេះប៉ុណ្ណោះអូមಶಾន្តិសូមបន្តទៅខ្លឹមសារសម្រាប់ការប្រតិបត្តិនៅសិលធម៌ថ្ងៃនេះដើម្បីឲ្យមានការរីកចម្រើនទៅមុខចូលរមែងអ្នករវល់ក្នុងការធ្វើសេវាកម្មរបស់លោកឪពុកបើគ្រាន់តែញ៉ាំគេនោះអ្នកនឹងបាត់បង់នៅឋានៈរបស់អ្នកតែយើងខ្ជិលស៊ីដេនេះយើងបាត់បង់ឋានៈរបស់ខ្លួនខាត់លៀបអ្នកសូមឲ្យអ្នកមានការគោរពចំពោះលោកឪពុកហើយនឹងការបង្រៀនរបស់គាត់ចូលប្រឹងប្រែងឲ្យពេញទំហឹងដើម្បីក្លាយមកជាមនសិការនៃអាត្មាប្រតិបត្តិនៅការបង្រៀនរបស់លោកឪពុកហើយក្លាយមកជាកូនដែលស្ដាប់គាត់និងជាកូនល្អពរជ័យសម្រាប់ថ្ងៃនេះសូមឲ្យអ្នកជាយោគ
យកហើយនឹងយកទីយកណាជាអ្នកធ្វើសេវាកម្មយកហើយនឹងយកទីយកហ្នឹងគឺអ្នកដែលមានយូហ្គាធ្វើសេវាកម្មបដាមានយូហ្គាបដាយកទីយកហ្នឹងគឺមានយុទ្ធវិធីហើយរមែងណាធ្វើរមែងទៅផុតអំពីសម្លេងខណៈពេលដែលធ្វើសេវាកម្មមានន័យថារមែងមានសមាធិជានិច្ចខណៈពេលធ្វើសេវាកម្មហ្នឹងយកនិងយកទីយកចាំពេលធ្វើសេវាកម្មហ្នឹងស្ថិតនៅក្នុងសភាពយកនិងយកទីយកគឺមានសមាធិអ្នកទាំងឡាយដែលជាយកនិងយកទីយកអ្នកទាំងឡាយដែលជាអ្នកធ្វើសេវាកម្មអឺយកនិងយកទីយកនោះគឺរមែងមានសមាធិជានិច្ចខណៈពេលធ្វើសេវាកម្មមិនមែនមានន័យថាពួកគេមិនអាចคลายមកជាម្នាក់គ្មានរូបកាយទេពីព្រោះពួកគេមានសេវាកម្មច្រើនដែលត្រូវធ្វើអញ្ចឹងបើយើងរវល់យើងធ្វើការងារនានាយើងធ្វើការច្រើនយើងរវល់មិនមានន័យថាយើងអត់អាចមានសមាធិទេយើងនៅតែអាចមានសមាធិអញ្ចឹងពីព្រោះដៃជើងធ្វើគូក្បាលចិត្តគំនិតហ្នឹងមានសមាធិនៅឃើញដល់គាត់ទៅនៅពេលដែលអ្នកនឹកឃើញថាវាគឺមិនមែនជាសេវាកម្មអ្នកទេវាគឺជាប៉ុន្តែវាជាសេវាកម្មលោកឪពុកដែលគាត់បានប្រើអ្នកឲ្យមកធ្វើនោះអ្នកនឹងរមែងរួចផុតពីចំណងទាំងឡាយគាត់អញ្ចឹងនិយាយពីរឿងការងារត្រង់ចំណុចនេះនិយាយរឿងការងារណាឬសេវាកម្មដែលយើងធ្វើសម្រាប់សាលារៀននេះណាអញ្ចឹងកុំឲ្យគិតថាវាជាការងាររបស់ខ្ញុំទៅគិតថាវាជាការងាររបស់គាត់ប្រើខ្ញុំឲ្យមកធ្វើអញ្ចឹងវាធ្វើឲ្យយើងនឹងរួចផុតពីចំណងចូលអ្នកវឹកហាត់ថាខ្ញុំគឺជាអ្នកមើលថែសម្បត្តិឲ្យគេខ្ញុំគឺគ្មានចំណងយើងមើលថែរបស់គេយើងអត់មានចំណងជាមួយរបស់នឹងទេយើងមានការទទួលខុសត្រូវយើងមានការប្រុងប្រយ័ត្នប៉ុន្តែมันមានចំណងទេយ៉ាងណាក្នុងចិត្តដឹងថាហ្នឹងរបស់គេហើយចប់ទៅវាមិនមែនរបស់យើងទេយើងចប់ពីការងារទៅផ្ទះវិញគឺអត់អាចចូលអីទៅជាមួយបានទេពីព្រោះមិនមែនជារបស់ខ្លួនទេរបស់គេប៉ុន្តែមើលថែឲ្យគេចឹងនៅក្នុងវេលាដែលចាប់ខ្លាំងបំផុតណាចូលវឹកហាត់សដំណាក់នៃសភាពនៃខមាធិដែលជាសភាពចុងក្រោយរបស់អ្នកហើយចូលក្នុងស្ថានភាពអាក្រក់បំផុតហ្នឹងគឺវឹកហាត់សភាពជាខមាធិជាអាត្មៈបរិសុទ្ធពេញលក្ខណៈមិនជាប់ជំពាក់ពីព្រោះហ្នឹងគឺជាសភាពចុងក្រោយឯងរបស់ខ្លួនចឹងឲ្យវឹកហាត់ពីឥឡូវទៅជាពិសេសនៅពេលដែលជួបស្ថានភាពពេលវេលាដែលពេលវេលាចុងក្រោយហ្នឹងគឺពេលវេលាដែលយ៉ាប់បំផុតហ្នឹងណាដូចតែអ្នកគ្រប់គ្រងចរាចរណ៍នៃគំនិតរបស់អ្នកមានតែគ្រប់គ្រងលំហូរនៃគំនិតរបស់អ្នកពីមួយពេលទៅមួយពេលដូចគ្នាដែរនៅក្នុងនៅវេលាចាប់បំផុតចុងក្រោយគេណាសូមឲ្យអ្នកមាននៅសភាពចុងក្រោយគឺសភាពកម្មធិនោះអ្នកនឹងអាចប្រឡងជាប់តែកិត្តិយសនៅក្នុងវេលាចុងក្រោយឆ្លងផុតទៅប្រឡងជាប់ឆ្លងផុតអាចទៅក្នុងខាងទៀតវាស្លោកសម្រាប់ថ្ងៃនេះ
ចឹងប្រាថ្នាល្អល្អផ្លាស់ប្ដូរហេតុផលឲ្យទៅជាដំណោះស្រាយជាមានតាំងតែពេលជួបបញ្ហាពេលដែលយើងប្រឈមមុខនឹងបញ្ហាហ្នឹងដោយចិត្តជ្រះថ្លាដោយប្រាថ្នាល្អយើងអាចផ្លាស់ប្ដូរបញ្ហាហេតុផលឲ្យទៅជាដំណោះស្រាយហើយខ្ញុំកន្លែងថាគិតហេតុផលខុសទៅសំខាន់រកដំណោះស្រាយអូមಶಾន្ទីអាវិទ្យ signal ថ្ងៃនេះសូមឲ្យអ្នកប្រតិបត្តិនៅលក្ខណៈសម្បត្តិនៃភាពបរិសុទ្ធនិងភាពថ្លៃថ្នូរបែបព្រលឹងវិញ្ញាណភាពបរិសុទ្ធណាភាពបរិសុទ្ធគឺជាលក្ខណៈពិសេសនៃអាត្មានសំទោសភាពបរិសុទ្ធគឺជាលក្ខណៈពិសេសនៃព្រាមពិសេសនៃកំណើតព្រាមដ៏ពិសេសរបស់អ្នកគំនិតដ៏បរិសុទ្ធគឺជាអាហារសម្រាប់បញ្ញាព្រាមរបស់អ្នកកែវភ្នែកដ៏បរិសុទ្ធគេហៅ दृष्टि ដែលបរិសុទ្ធគឺជាពន្លឺនៃកែវភ្នែកព្រាមរបស់អ្នកទង្វើបរិសុទ្ធគឺជាមុខរបរដ៏ពិសេសមុខរបរដ៏ពិសេសនៃជីវិតជាព្រាមរបស់អ្នកទំនាក់ទំនងនៃការប្រស្រ័យទាក់ទងដ៏បរិសុទ្ធគឺជាបទបញ្ញត្តិនៃជីវិតជាព្រាមរបស់អ្នកចឹងកុំអាឡ័យតែខាតពេលទៅយកអ្វីដែលវាមិនខ្ពង់ខ្ពស់ឧត្តមមកចឹងកុំឲ្យពិបាកទៅយកអ្វីនឹងហើយនោះអ្នកនឹងមិនពិបាកក្នុងការចាប់យកនៅអ្វីដែលឧត្តមនោះឡើយយើងហៅអរិយៈចឹងបដកណាមានភាពបរិសុទ្ធជាមូលដ្ឋានគ្រឹះទាំងនៅក្នុងចរិតលក្ខណៈគំនិតកែវភ្នែកការសម្លឹងចេញទៅការប្រព្រឹត្តណាមានភាពបរិសុទ្ធនៅក្នុងនោះនិងទំនាក់ទំនងដ៏បរិសុទ្ធនោះអ្នកនឹងមិនពិបាកទេនឹងចាប់យកអ្វីដែលពងខ្ពស់នោះចឹងកុំទទួលយកអ្វីទាំងនេះដោយបង្ខំភាពបរិសុទ្ធនេះគឺជាពរជ័យនៃជីវិតរបស់អ្នកអូខេចឹងសម្រាប់ថ្ងៃនេះមូលនិធិនេះសូមសម្រាប់ថ្ងៃសិន